thi muni hai cái chỉ cam thi môi đại nó này mình ai qua bán không can đại nó này vừa từ trading journal do thế này chúng nằm hai này nó này rồi việc không can từ trading journal nơi không cam thi môi đại mình mua thành notion hai cam thi này cứ chỉ cam thi môi đã ở cái thay thế hai này nó này đang vừa từ trading journal đòi cùng nước mini test máy từ nước thay bây giờ thì đấy cho mua thành cam thi môi và những bạn hai nào này đang chẳng có mấy khó khăn dù nhưng cho tôi xem video này từng ngọc này muốn đừng cho video bọc chúng person bạn này còn phong sai đầu từក្រុមហ៊ុន ជួយដូរមានក្រុមហ៊ុន ដែល trade ដែលមានសមត្ថភាពដែលពួកយើង trade ផ្ទាល់បងប្អូនអរគ្នាអាចតាក់ទងមកខាងលើ link ខាងលើបានអូខេកុំឲ្យខកខានយូរយើងចូលទស្សនាវីដេអូនេះទាំងអស់គ្នាអូខេអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនររបៀបក្នុងការដែលយើងប្រើប្រាស់ទៅលើកម្មវិធីមួយដែលមានឈ្មោះថា Trading Journal អញ្ចឹងជាមានដំបូងអ្នកនរគ្នាអាចវាយនៅក្នុង Safari ឬក៏ Google អញ្ចឹងមកដាក់ Notion អញ្ចឹងមកឬក៏នៅក្នុងទូរស័ព្ទនៅក្នុង tablet ក៏មាន app Notion ដែរអ្នកនរលុបនេះចោលខ្ញុំនឹងវាយដងទៀតអូខេបន្ទាប់មកអ្នកនរចុចលើ Notion នេះមកហើយសម្រាប់ខ្ញុំគឺខ្ញុំបានមាន sign in ហើយអស់ហើយអ្នកនេះចូល open notion នេះមកឬក៏សម្រាប់អ្នកនេះអត់ទាន់មានបាន sign in ទេ complete sign in ជាមួយ Google ផងដើម្បីរក្សាទៅលើទិន្នន័យរបស់យើងអូខេតោះឥឡូវជំហានដំបូងអ្នកនេះបន្ទាប់ពីចេញអានេះដោយសារខ្ញុំធ្លាប់ធ្វើហើយច្រើនហើយអញ្ចឹងអ្នកនេះអាចចូលកន្លែងនេះកន្លែង Chrome តាមខ្ញុំមកកន្លែង new ហ្នឹងចុច new មួយចូលកន្លែង page បន្ទាប់មកអ្នកនេះវាយទៅលើ title វាមកដូច Trading Journal អញ្ចឹងទៅអ្នកនេះវាយទៅលើ Trading Journal បន្ទាប់ពីវាយ Trading Journal ហ្នឹងហើយអ្នកនេះអាចចុច enter បានហើយបន្ទាប់មកអ្នកនេះវាមាន press space for AI អញ្ចឹងទៅអ្នកនេះចុច slash តាមខ្ញុំមកធ្វើតាមខ្ញុំទាំងអស់មកបន្ទាប់មកវាចេញបន្ទាប់ពីវាមាន view អញ្ចឹងហើយបងប្អូននេះយក table view នេះបន្ទាប់មកវាមានអក្សរ name អញ្ចឹងយើងចុចទៅលើអក្សរ name នោះមួយវាមានតាក់ទងទៅនឹងឡើយនេះគឺខ្ញុំដូរតាក់ទងទៅនឹង pair ដំបូងគេគឺតាក់ទងនឹង pair អូខេអញ្ចឹងខ្ញុំចូលកន្លែង pair នេះខ្ញុំអាចដូរ icon បានកន្លែងនេះចូលកន្លែងលើនេះមកយើងដូរ icon ដាក់រូបឲ្យស្អាតអីចឹងទៅតាមនឹងអញ្ចឹងទៅមានការនេះញ៉ាំចូល pair អញ្ចឹងមកវាមាន icon អញ្ចឹងទៅតោះខ្ញុំចូល new page នេះខ្ញុំបាយឧទាហរណ៍នេះខ្ញុំបាន trade ជាមួយទៅនឹង XAU USD អញ្ចឹងទៅខ្ញុំបាយ XAU USD ហើយបាយស្នូបន្តទៀតខ្ញុំចូល edit property add option វាមានទៅលើ bullish ដាក់ bullish មួយនិង bearish មួយអូខេបន្តមកយើងអាចដូរបានចាំមើលខ្ញុំចូលឡើងនេះខ្ញុំចូលឡើង buy store ទៀតមក edit property ខ្ញុំចូលឡើងនេះវាមានពណ៌ឥឡូវឧទាហរណ៍ថាពណ៌ក្រហម red អញ្ចឹងទៅ bullish bearish ពណ៌ red ដល់ពេល bullish ពណ៌ blue អញ្ចឹងទៅបន្តមកឧទាហរណ៍ថ្ងៃនេះខ្ញុំឃើញ bias របស់ខ្ញុំមានន័យថាខ្ញុំរកឱកាសទៅនៅក្នុងការ buy ឬក៏ sell ខ្ញុំដាក់ bullish អញ្ចឹងទៅបន្តមកកន្លែងនេះគឺជាកន្លែងដែលសំខាន់ទៀតហើយយើងចូល edit property មកអូខេចូល edit property នេះយើងចូលតាក់ទងនឹង multi select ទៀតមកហើយខ្ញុំមាន multi select នេះគឺខ្ញុំប្រើប្រាស់ជាមួយ edit property ទៀត add option មកហើយឧទាហរណ៍ថ្ងៃនេះកន្លែងនេះគឺខ្ញុំប្រើប្រាស់ជាមួយតើនៅក្នុងថ្ងៃនេះខ្ញុំចូលជួយ Windows ហ្នឹងប្រើប្រាស់របស់អីគេខ្លះឧទាហរណ៍ថាមាន FVG ខ្ញុំបាយ FVG ចូលមានទៅលើ order block ខ្ញុំបាយ order block ចូលមើល liquidity sweep ខ្ញុំបាយ liquidity sweep ចូលហើយអ្នកនរប្រើប្រាស់ទៅលើ concept អីវាយទៅលើទាំងអស់ហ្នឹងមកឧទាហរណ៍ថ្ងៃនេះអ្នកនរចង់ចូលជាមួយទៅនឹង liquidity sweep order block ឯអ្នកនរចូលកន្លែងនេះមកដាក់ liquidity sweep order block អីចឹងទៅបន្ទាប់មកខ្ញុំ add property តទៀតអូខេខ្ញុំ add property បន្តទៀតខ្ញុំនឹងដាក់ទៅលើមកខ្ញុំដាក់ទៅលើ select តែមួយឯងអូខេអញ្ចឹងនៅក្នុងកន្លែងនេះខ្ញុំដូរមកខ្ញុំដាក់ដូចដដែលមក edit property add option TP SL BE អូខេមួយទៀត complete ដាក់ edit property បន្តទៀត add property កន្លែងសំខាន់ដែរគឺដាក់ date នោះនេះថាដាក់ថ្ងៃចាំបាច់ដើម្បីឲ្យដឹងថាអូខេនេះថ្ងៃណាថ្ងៃ30ថ្ងៃអីចឹងទៅអូខេបន្ទាប់ពីអ្នកនេះដាក់ date អីហើយដល់អ្នកនេះចូលជួយដូរចឹងអ្នកនេះចូលជួយដូរនៅក្នុងតម្លៃមួយណាអ្នកដាក់ add property បន្តទៀតហើយយើងចូល line number កន្លែងនេះគឺខ្ញុំដាក់វាយអក្សរទៅលើ entry ទៅហើយយើងចូលនៅក្នុងតម្លៃ 4200 អញ្ចឹងយើងវាយ 4200 យើងដឹងថានៅក្នុងតម្លៃហ្នឹងគឺយើងចូលនៅក្នុងតម្លៃហ្នឹងហើយ edit add property បន្តទៀតយើងចូលកន្លែង number amount win /loss អញ្ចឹងមកអូខេអញ្ចឹងអ្នកនេះបន្ទាប់ពីអញ្ចឹងហើយអ្នកនេះចូលកន្លែងនេះ edit property ចូលកន្លែង bar តាមខ្ញុំមកអូខេ bar តាមខ្ញុំអញ្ចឹងមកហើយដល់អ្នកនេះចំណេញនេះចំណេញ10លេខ$10អញ្ចឹងអ្នកនេះបាយ$10អញ្ចឹងទៅគេវាលោត$10លោតចឹងឲ្យអ្នកនេះហើយចូលទៅលើ add property បន្តទៀតតាក់តងទៅនឹងក្នុងការយក URL អ្នកនេះយកតាក់តងទៅនឹង file នេះមកឬក៏ media នេះមកបន្ទាប់ពីយើងបានបង្កើតទៅលើ file media ចឹងហើយអ្នកនេះឧទាហរណ៍ថាអ្នកនេះវិភាគទៅលើទីផ្សារថ្ងៃនេះមិនយ៉ាងណាដែរអ្នកនេះចូលកន្លែងនេះឧទាហរណ៍ថាមានអីផ្សេង TP ដោយសារដាក់ឧទាហរណ៍ long position ចេះមានអីគេខ្លះចឹងអ្នកនេះចូលទៅលើ download image ចឹងមកឬក៏ copy link បានដូចគ្នាអ្នកនេះធ្វើមួយណាក៏បានដែរចឹងសម្រាប់ខ្ញុំ copy link ចឹងមកលើម្ដងដាក់ link paste link ចូលមក control V ជាមួយចុច control V ដាក់ link ចូលចឹងមកបន្ទាប់មកវានឹង link ឲ្យយើងចូលអាចចូលមើលបានចឹងទៅអូខេបន្ទាប់មកវានឹងចេញមកបែបនេះអ្នកនេះមើលអញ្ចឹងអ្នកនេះដាក់ link អីចឹងចូលបានដូចគ្នាឬក៏អ្នកនេះដាក់ save រូបថតចូលឡើង Trading View នេះចុចកន្លែង save រូប download image ចឹងមក download image ម្ដងមកបន្ទាប់មកអ្នកនេះចូលឡើងនេះកន្លែងនេះមកចុចម្ដងទៀត add file upload choose file ចឹងមកអូខេដូចថ្ងៃនេះចឹងយើង open មករូបថតឲ្យអ្នកនេះមើលចឹងហីអូខេបន្ទាប់មកចុងក្រោយគឺកន្លែងសំខាន់គឺខ្ញុំដាក់កន្លែង text មកខ្ញុំនឹងវាយដាក់ text ហើយខ្ញុំនឹងដាក់ទៅលើ emotional
emotion ok emotion របស់ខ្ញុំយើងដាក់មកយើង say emotion របស់យើងហ្នឹងមិន FOMO អីចឹងទៅយើងវាយចូលមកចឹងទៅប្រតិខ្ញុំចូលឡើង text តទៀតខ្ញុំដាក់វាយឡើងនេះគឺខ្ញុំដូរតាក់តងទៅនឹងmistake and mistake អូខេហើយបន្តមកបើសិនបងប្អូនមាន mistake អីគេមានកំហុសអីគេខ្លះអ្នកនេះវាយចូលនៅក្នុងកន្លែងហ្នឹងមកឧទាហរណ៍ថាអ្នកទាំងអស់គ្នាចូលយឺតបន្តិចចូលលឿនបន្តិចអីចឹងអ្នកនេះវាយតាមហ្នឹងទៅតែប៉ុណ្្នឹងគឺហើយអូខេបន្តមកអ្នកនេះអូឡើងលើនេះចុចកន្លែងលើនេះមកវាមានសញ្ញាបូកខាងស្ដាំនេះឃើញ add new view ចុច add new view មកគឺខ្ញុំប្រើប្រាស់ជាមួយទៅនឹងនៅក្នុងកន្លែងនេះគឺខ្ញុំប្រើប្រាស់ជាមួយទៅនឹង calendar ចុច calendar មួយទៀតមកអូខេវានឹង load ឲ្យអ្នកគ្នាឃើញពីនេះវានឹង load ថ្ងៃ load អីឲ្យអ្នកគ្នាគឺស្រួលមែនតើអ្នកគ្នាប្រើប្រាស់ជាមួយនឹង calendar ហ្នឹងសុទ្ធក៏បានដែរឧទាហរណ៍អ្នកគ្នាចង់ប្រើប្រាស់ជាមួយនឹងម្សិលមិញចុច add នេះលើនេះមកចុចលើថ្ងៃនេះមកវាមានអក្សរបូកនេះ add item មកយកទៅផ្សេងមក thread day 1អញ្ចឹងទៅឧទាហរណ៍លោកឧទាហរណ៍ thread day 1អញ្ចឹងទៅអ្នកគ្នាវាយមក amount win loss date អ្នកគ្នា emotion អ្នកគ្នាអីគេខ្លះអូខេបន្តមកអ្នកគ្នាអាចចូលកន្លែងបើសិនបើវាបាត់ដោយសារមិញខ្ញុំវាដាក់ខុសបន្តិចអ្នកគ្នាអាច add property មួយទៀតចូលដោយសារបាត់ pair វាបាត់ pair នៅក្នុងកន្លែងនេះវាបាត់ pair ដូចអត់ឃើញ pair ទេចូល add property កន្លែងនេះមកហើយយើងចូលកន្លែងអក្សរ text មកហើយយើងវាយអក្សរ pair ដាក់ s time ទៅមកដោយសារមិញយើងវាយម្ដងហើយអញ្ចឹងយើងចូល pair អញ្ចឹងមកយើងវាយមក XAU USD អញ្ចឹងទៅយើងអាចដូរវាដាក់វាចេះបានយើងអាច select វាអូសវា AU មកនេះ pair ទី1បន្ទាប់មកចាំខ្ញុំ select វាចេះយើងអាច select វាបានដាក់ឡើងលើដាក់អីយើងបានដូចគ្នាអូខេយើងអាចប្រើប្រាស់បានដូចគ្នាកន្លែងនេះ entry mistake មក select ខ្ញុំដាក់លើធំនេះមកជាមួយខ្ញុំនឹងបាយដល់គ្នាមើលដល់ liquidity sweep មានតាក់តងទៅនឹង file ខ្ញុំដាក់អូធំនេះ entry ធម្មតា4200អញ្ចឹងទៅ4200អញ្ចឹងទៅអ្នកគ្នា4200អញ្ចឹងទៅអ្នកគ្នានេះមកហើយ file អ្នកគ្នាអាចចូលកន្លែង choose file ចេះមកអ្នកគ្នាដាក់នេះមក open មកវានឹង load ឲ្យអ្នកគ្នាហើយ mistake ឬក៏អីផ្សេងៗអ្នកគ្នាអាចវាយបានបន្ទាប់មកគឺយើងអាចសេរីទៅតាមនឹងដែលអ្នកគ្នាចង់បានហើយយើងអាចធ្វើវាតថ្ងៃទៅគឺរួចជាការស្រេចហើយតែប៉ុណ្្នឹងគឺរួចជាការស្រេចហើយអូខេខ្ញុំគិតថាវារៀងពិបាកបន្តិចសម្រាប់អ្នកទាំងអស់គ្នាប៉ុន្តែអ្នកគ្នាអាចព្យាយាមមើលវីដេអូរបស់ខ្ញុំទៅគឺអ្នកគ្នានឹងយល់ហើយអូខេមាន table យើងអាចប្រើប្រាស់លើ calendar ឬខ្ញុំក៏បានប្រើប្រាស់លើ calendar អញ្ចឹងទៅវាងាយស្រួលជាងអូខេវីដេអូរបស់ខ្ញុំគឺតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះហើយជួបគ្នានៅវីដេអូក្រោយ